សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងដើម្បីយើង set up ជាមួយនឹងមុខងារហានិភ័យជំងឺទឹកនោមផ្អែមអញ្ចឹងដំបូងទាំងអស់គ្នាចុចនៅលើប៊ូតុងខាងប៊ូតុងនេះមកហើយបើសិនជាទាំងអស់គ្នាអត់មានឃើញអក្សរអញ្ចេះទេទាំងអស់គ្នាអាច scroll ឡើងលើអញ្ចេះបានអូខេអញ្ចឹង scroll ចុះក្រោមមករកពាក្យថា Huawei Research អញ្ចឹងយើងចុចយកពាក្យ Huawei Research ហ្នឹងមកហើយធ្វើតាមការណែនាំអញ្ចឹងយើងចុចពាក្យ agree ហើយវានឹង load មុខងារហានិភ័យជំងឺទឹកនោមផ្អែមនឹងឲ្យអញ្ចឹងយើងចុចនៅលើហ្នឹងមកហើយយកពាក្យថា join ទាំងអស់គ្នាបើសិនជាមានពេលអាចអាន description សិនណាអញ្ចឹងយើង scroll ទៅក្រោមមកហើយចុចយកពាក្យថា start តមក start new cycle អញ្ចឹងវានឹងតម្រូវឲ្យយើងដាក់ជាមួយនឹង page ថ្ងៃខែឆ្នាំកំណើតហើយជាមួយនឹងកម្ពស់អញ្ចឹងយើងអាចដាក់បានអូខេមកឧទាហរណ៍ថា97កម្ពស់មែន1.7គីឡូ60អញ្ចឹងចុះអញ្ចឹងយើងចុចពាក្យថា OK មកបន្ទាប់មកគឺយើងធ្វើការ set up រួចរាល់ហើយគឺយើងត្រូវការពាក់រយៈពេលចន្លោះពី3ថ្ងៃទៅដល់12ថ្ងៃពេលឲ្យជាប់អញ្ចឹងវានឹងពិនិត្យទៅលើហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមដែលយើងមាន low risk medium risk high risk ដែលយើងមានភាគរយនៅក្នុងការកើតដូចជាកម្រិតទាបកម្រិតមធ្យមហើយជាមួយនឹងកម្រិតខ្ពស់